តើក្រមសីលធម៌របស់បងប្រុសបាត់ទៅណាហើយហេតុអ្វីបានជាធ្វើទង្វើមួយដែលវាពិបាកយកផ្នែកមើលខ្លាំងមែនទែនខ្ញុំបានឃើញคลิปវីដេអូដែលត្រូវមានគេចែកចាយនៅលើបណ្ដាញសង្គមណាខ្ញុំហួសចិត្តខ្លាំងមែនទែនខ្ញុំមានអារម្មណ៍ថាខ្ញុំឈឺចិត្តជំនួសបងប្អូនខ្មែរអ៊ីស្លាមខ្លាំងមែនទែនដែលត្រូវបានគេសើចចំអកនៅមើលងាយបែបហ្នឹងណាឧទាហរណ៍ថាបងប្អូនសាកសម័យមើលថាបើសិនជាគេយើងកំពុងតែគោរពទៅលើអ្វីមួយហើយគេយកមកសើចចំអកលេងសើចបែបហ្នឹងសួរឲ្យយើងឈឺអត់ឈឺបងប្អូនណាឈឺដូច្នេះហើយហេតុអ្វីបានជាយើងមិនមានន័យថាមិនប្រើនៅក្រមសីលធម៌ដែលក្នុងនាមយើងជាមនុស្សឲ្យបានត្រឹមត្រូវហេតុអ្វីបានជាយើងត្រូវប្រមាថមើលងាយទៅកាន់ពួកគាត់បែបហ្នឹងវាមើលទៅវាអាក្រក់ខ្លាំងណាស់ហើយចំពោះคลิปវីដេអូមួយនេះគឺមានការប្រតិកម្មពីបងប្អូនប្រជាពលរដ្ឋខ្មែរយើងខ្លាំងមែនទែនជាពិសេសគឺបងប្អូនខ្មែរអ៊ីស្លាមហ្នឹងតែម្ដងដែលពួកគាត់មានការមិនពេញចិត្តចំពោះទង្វើនៃការសើចចំអកការលេងសើចជ្រុលបែបនេះបងប្អូនណាគឺបងប្អូនដឹងទេថាសំបីតែនៅក្នុង chat GPT នៃការបង្កើតឬក៏ពាក់ព័ន្ធជាមួយនឹងការដែលយើងនិយាយ content អីពាក់ព័ន្ធជាមួយនឹងការសើចចំអកនៅលើសាសនាអីហ្នឹងក៏គេបំមានយើងដែរអាហ្នឹងត្រូវយល់ត្រង់កន្លែងហ្នឹងចូលតម្រុំតែបងមកធ្វើទង្វើបែបហ្នឹងសួរថាវាប៉ះពាល់ទៅដល់បេះដូងរបស់គាត់ប៉ុណ្ណាប៉ះពាល់ខ្លាំងណាស់បងអញ្ចឹងបងឬក៏ប្អូនផ្សេងទៀតបើសិនជាមិនពេញចិត្តមិនស្រឡាញ់ទៅកាន់ពួកគាត់ទេយើងកុំចាំបាច់អីទៅប្រមាថមើលងាយអញ្ចឹងមែនអត់ពួកគាត់ក៏ជាខ្មែរដូចយើងដែរពួកគាត់គឺជាខ្មែរអ៊ីស្លាមណាពួកគាត់ក៏ជាចំណែកមួយនៅក្នុងជាតិនៅក្នុងការអភិវឌ្ឍពួកគាត់ក៏ជា DNA ជាតិរបស់យើងមួយដែរអញ្ចឹងហេតុតែបានជាយើងត្រូវទៅរបៀបលក្ខណៈថាទៅប្រមាថមើលងាយពួកគាត់បែបហ្នឹងវាអត់ត្រូវទេបើយើងនិយាយពីសាសនាណាអ៊ីស្លាមគឺលេខ2នៅលើពិភពលោកគ្រីស្ទីនគឺលេខ1អ៊ីស្លាមគឺលេខ2អញ្ចឹងសាសនាអ៊ីស្លាមហ្នឹងគឺធំខ្លាំងហើយខ្ញុំ recommend មួយទៀតបើសិនជាបងប្អូនចឹងនឹងច្បាស់ឬក៏មានន័យថាចង់ស្វែងយល់បន្ថែមណាយើងអាចសិក្សាយើងកុំរបៀបថាអារម្មណ៍ដែលយើងអត់ចូលចិត្តអីចឹងហ្នឹងគឺមកមើលងាយគេគឺអត់ល្អទេណាថងកន្លែងហ្នឹងខ្ញុំសង្ឃឹមថាអត្តទិភាពមួយនេះយើងមានន័យថាបង្រៀនយើងឲ្យបានយល់ច្រើនអំពីអ្វីដែលគាត់បានធ្វើឲ្យសង្ឃឹមថាថ្ងៃក្រោយបងប្រុសនឹងមិនធ្វើទង្វើបែបនេះទៅកាន់អ្នកណាផ្សេងទៀតទៅចុះអញ្ចឹងបើសិនជាយើងអត់ចូលចិត្តគាត់អត់ចូលចិត្តទៅលើអ្វីដែលពួកគាត់គោរពកុំទៅវាតម្លៃឬក៏សើចចំអកគាត់មែនអត់យើងមិនត្រូវធ្វើអញ្ចឹងគឺយើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមកក្នុងនាមយើងគឺជាខ្មែរតែមួយ